ខេត្តសៀមរាបរៀបចំកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់និងមេការសេវាកម្មសានដើម្បីបង្កើនកិច្ចសហការនិងរុញច្រានការលុបបំបាត់ជំងឺអេដស៍រដ្ឋបាលខេត្តសៀមរាបសហការជាមួយមន្ទីរសុខាភិបាលនិងអង្គការដៃគូបានរៀបចំកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់និងមេការសេវាកម្មសានព្រមទាំងភាគីពាក់ព័ន្ធប្រកាសសកម្មភាពពហុវិស័យក្នុងការទប់ស្កាត់និងឆ្លើយតបចំពោះការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ក្នុងខេត្តនារសៀលថ្ងៃទី4ខែសីហាឆ្នាំ2026នេះថ្លែងបើកកិច្ចប្រជុំលោកព្រីមរដ្ឋាអភិបាលរងខេត្តសៀមរាបបានគូបញ្ជាក់ថាសៀមរាបជាខេត្តអាទិភាពមួយដែលមានបន្ទុកធ្ងន់ធ្ងរលើចំនួនផ្ទុកមេរោគអេដស៍និងអត្រាឆ្លងរាលដាលផ្អែកតាមលទ្ធផលនៃការអង្កេត IBBS ឆ្នាំ2024របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញថាអត្រាប្រេវឡង់នៃមេរោគអេដស៍លើក្រុមប្រជុំខ្ពស់ក្នុងខេត្តមានក្រុមស្ត្រីបម្រើសេវាកម្ម 1.6%ក្រុមបុរសរួមភេទជាមួយបុរស 4.9% ក្រុមស្ត្រីប្លែងភេទ 13.4% និងក្រុមអ្នកប្រើប្រាស់ឬចាក់ថ្នាំញៀន 6.0%បើផ្អែកតាមទិន្នន័យប៉ាន់ស្មានឆ្នាំ2022ខេត្តសៀមរាបមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ 5,985 នាក់ក្នុងនោះស្ត្រីមាន 2,843 នាក់លោកអភិបាលរងខេត្តបានបន្តថាដើម្បីឆ្លើយតបនឹងបញ្ហានេះខេត្តបាននឹងកំពុងអនុវត្តយុទ្ធវិធីពហុវិស័យជាច្រើនតាមរយៈការអប់រំផ្សព្វផ្សាយដល់ក្រុមប្រជុំខ្ពស់និងប្រជាជនក្នុងសហគមន៍ការចែករំលែកស្រោមអនាម័យនិងទឹករំអិលដោយឥតគិតថ្លៃនៅតាមសហគមន៍សេវាកម្មសានមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកក្នុងនោះក៏ជំរុញការផ្តល់សេវាប្រឹក្សានិងធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍តាមសហគមន៍សេវាឯកជននិងមន្ទីរពេទ្យជាពិសេសការជំរុញសេវាថែទាំនិងព្យាបាលដែលផ្ដោតលើការចុះបញ្ជីព្យាបាលនិងផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ភ្លាមៗក្នុងថ្ងៃតែមួយព្រមទាំងការផ្ដល់ថ្នាំបង្ការជំងឺឱកាសនិយមផ្សេងៗបើតាមលោកមួនណារិនអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបលើកឡើងថាកិច្ចប្រជុំនេះរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់មេការសេវាកម្មសានដើម្បីបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រជុំខ្ពស់បន្ថែមពីនេះកិច្ចប្រជុំក៏មានគោលដៅលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍ជំងឺកាមរោគនិងរុញច្រានការអនុវត្តសារចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យ 100% ឲ្យកាន់តែមានប្រសិទ្ធភាពគូបញ្ជាក់ថាយោងតាមសារចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី19ខែធ្នូឆ្នាំ2025បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាដែលបានកើនឡើងរហូតដល់ 1,200 ករណីក្នុងឆ្នាំ2024ដែលតួលេខនេះលើសពីគោលដៅកំណត់ត្រឹម250ករណីក្នុងមួយឆ្នាំអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះមានរហូតដល់ 88% ជាប្រជាជនក្រុមយុវជន MSM អាយុ15ដល់24ឆ្នាំក្រុមស្ត្រីប្លែងភេទក្រុមអ្នកប្រើប្រាស់គ្រឿងញៀននិងស្ត្រីបម្រើសេវាកម្មសានដែលមានអត្រាឆ្លងខ្ពស់ដាច់គេបើធៀបនឹងប្រជាជនទូទៅដែលមានត្រឹមតែ 0.5% ប៉ុណ្ណោះ